ប្រធានរដ្ឋសភាកម្ពុជាវៀតណាមជំរុញលុបបំបាត់ព័ត៌មានคล้ายៗដែលបំផ្លាញដល់ផលប្រយោជន៍ប្រជាពលរដ្ឋនៃប្រទេសទាំងពីរសម្ដេចមហារដ្ឋសភាទីកាធិបតីខុនសូដារីប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅក្នុងជំនួបពិភាក្សាការងារជាមួយអាដាមជិនថាន់មិញប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅក្នុងឱកាសដែលអាយុដំប្រធានរដ្ឋសភាវៀតណាមបានអញ្ជើញអមដំណើរអាយុដំតូលឹមអគ្គលេខាធិការបកកុម្មុយនីសវៀតណាមអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី6ខែកុម្ភៈឆ្នាំ2026នេះសម្ដេចប្រធានរដ្ឋសភាកម្ពុជាបានលើកឡើងនៅគំនិតមួយផ្ដើមឲ្យរដ្ឋសភាកម្ពុជានិងវៀតណាមបង្កើនកិច្ចសហការគ្នាឲ្យបានស្អិតរមួតបន្ថែមទៀតក្នុងការប្រយុទ្ធប្រឆាំងទៅនឹងព័ត៌មានคล้ายៗដែលអាចប៉ះពាល់ទៅដល់សន្តិសុខចំណងមិត្តភាពនិងការអភិវឌ្ឍនៃប្រទេសទាំងពីរកម្ពុជាវៀតណាមក៏ដូចជាតំបន់ទាំងមូលផងដែរសម្ដេចប្រធានរដ្ឋសភាកម្ពុជាបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់អាយុដំប្រធានរដ្ឋសភាវៀតណាមដែលបានអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជាសាជាថ្មីសម្ដេចរដ្ឋសភាធិបតីបានវិតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំត្រីភាគីរវាងគណៈបកទាំង3កម្ពុជាវៀតណាមនិងឡាវដែលប្រពធ្វើនៅថ្ងៃនេះដោយសម្ដេចបានលទ្ធផលមោទនៈហួសការរំពឹងទុកដែលជាមាគ៌ាដ៏សំខាន់មួយសម្រាប់ការអនុវត្តលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រទេសទាំង3ឲ្យកាន់តែរឹងមាំរីកចម្រើនបន្ថែមទៀតនៅក្នុងឱកាសនៃជំនួបនៅថ្ងៃនេះសម្ដេចប្រធានរដ្ឋសភាកម្ពុជាក៏រំលឹកនៅទស្សនៈរបស់អាយុដំតូលឹមដែលបានថ្លែងនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំគណៈបកនយោបាយនៃប្រទេសទាំង3ពីការពង្រឹងពង្រីកបន្ថែមទៀតនៅចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជាវៀតណាមនិងឡាវដោយបន្តគាំទ្រជួយគ្នាទៅវិញទៅមកដោះស្រាយបញ្ហាប្រឈមនានាដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាពវិបុលភាពសម្រាប់ពលរដ្ឋនៃប្រទេសទាំង3សម្ដេចប្រធានរដ្ឋសភាកម្ពុជានិងអាយុដំប្រធានរដ្ឋសភាវៀតណាមបានគូបញ្ជាក់ជាថ្មីថារដ្ឋសភានៃប្រទេសទាំងពីរតែងតែគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិនានាដើម្បីការពារផលប្រយោជន៍ពលរដ្ឋថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទាំងពីរក៏បានសន្យាថានឹងបន្តជំរុញផ្លាស់ប្តូរដំណើរទស្សនកិច្ចនិងការចែករំលែកបទពិសោធន៍រវាងរដ្ឋសភានៃប្រទេសទាំងពីរឲ្យកាន់តែសកម្មនៅគ្រប់កម្រិតជាបន្តទៀតទាំងកម្រិតថ្នាក់ដឹកនាំក្រុមមិត្តភាពសមាជិករដ្ឋសភាសមាជិករដ្ឋសភាវ័យក្មេងនិងកម្រិតអគ្គលេខាធិការដ្ឋានសម្ដេចមហារដ្ឋសភាទីកាធិបតីបានអបអរសាទរចំពោះផែនការអភិវឌ្ឍរបស់ប្រទេសវៀតណាមដែលមានចក្ខុវិស័យក្នុងការប្រែក្លាយប្រទេសជាប្រទេសអភិវឌ្ឍនៅឆ្នាំ2045ខាងមុខដែលឡែកសម្រាប់អាយដាមជិនថាន់មិញក៏មានជំនឿយ៉ាងមុតមាំថាក្រោមគោលនយោបាយអភិវឌ្ឍរបស់កម្ពុជាព្រះរាជាណាចក្រកម្ពុជានឹងក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030និងក្លាយទៅជាប្រទេសអភិវឌ្ឍនៅឆ្នាំ2050ជាក់ជាពុកខានថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទាំងពីរបានផ្លាស់ប្តូរអំពីសភាពការនយោបាយសន្តិសុខពីគ្នាទៅវិញទៅមកគ្រាដែលអាយុដំប្រធានរដ្ឋសភាវៀតណាមក៏បានជម្រាបជូនអំពីដំណើរការនៃការបោះឆ្នោតជ្រើសរើសសមាជិកសភានិងប្រធានខេត្តក្រុងនៅវៀតណាមនៅថ្ងៃទី15ខែមីនាខាងមុខហើយអាយុដំក៏បានគោរពអញ្ជើញសម្ដេចប្រធានរដ្ឋសភាបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមក្នុងពេលសមស្របណាមួយចំណែកសម្ដេចប្រធានរដ្ឋសភាក៏បានគោរពអញ្ជើញអាដាមជិនថាន់មិញចូលរួមសន្និសីទប្រធានសភានៃអន្តរសភា ISC ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅពេលខាងមុខដូចគ្នាដែរសម្ដេចប្រធានរដ្ឋសភាកម្ពុជាបានថ្លែងអំណរគុណដល់ប្រទេសវៀតណាមដែលបានផ្ដល់ជំនួយសាងសង់អគាររដ្ឋបាលថ្មីដល់រដ្ឋសភាកម្ពុជាដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីឆ្នាំកន្លងទៅសម្ដេចបានគូបញ្ជាក់ថាអគាររដ្ឋបាលថ្មីនេះបានក្លាយជាអគារពហុវិស័យសម្រួលការងារជាច្រើនជូនដល់អគ្គលេខាធិការដ្ឋានរដ្ឋសភាថ្នាក់ដឹកនាំកំពូលនៃស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរក៏បានបដិញ្ញាចិត្តរួមគ្នាបន្តអនុវត្តនូវរាល់កិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានឯកភាពគ្នានៅពេលកន្លងមកឲ្យមានប្រសិទ្ធភាពសម្រាប់បាននូវលទ្ធផលកាន់តែល្អប្រសើរច្រើនបន្ថែមទៀតនៅក្នុងការលើកកម្ពស់ជីវភាពនិងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ